អ្នកកាត់ទូតកម្ពុជារបស់បារាំងនិយាយថាប្រទេសរបស់ខ្លួនបានយល់ព្រមធ្វើការសហការជាមួយប្រទេសចិនចូលទៅពន្លត់ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាលោក Jean Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំងបាននិយាយបែបនេះបន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមាភិកីចិនលោក Wang Yi លោក Jean Noel Barrot បានប្រាប់រដ្ឋមន្ត្រីការបរទេសចិនថាប្រទេសបារាំងបានយល់ព្រមធ្វើការជាមួយទីក្រុងប៉េកាំងដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាលោក Barrot បញ្ជាក់ដែរថាប្រតិបត្តិការយោធាអាមេរិកនិងអ៊ីស្រាអែលគឺគ្មានការចូលរួមពីប្រទេសបារាំងនោះទេហើយលោកអះអាងថាជាទំនួលខុសត្រូវរបស់ប្រទេសនីមួយៗក្នុងការផ្ដល់អាទិភាពដល់ស្ថាប័នអន្តរជាតិសម្រាប់ការដោះស្រាយជម្លោះបើតាមអាណាដូលូភាពតានតឹងកំពុងឡើងកម្ដៅពីពេញតំបន់មជ្ឈិមបូព៌ាចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍នៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាប់ផ្ដើមការវាយប្រហារតាមអាកាសទៅលើប្រទេសអ៊ីរ៉ង់ដោយបានសម្លាប់មេដឹកនាំកម្ពុជារបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះគឺលោកអាលី ខាមេនីអ៊ីខណៈដែលមនុស្ស786នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិតទីក្រុងតេហេរ៉ង់ឆ្លើយតបវិញជាមួយនឹងការវាយប្រហារសងសឹកដោយបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនិងកំជ្រួចមីស៊ីលតម្រង់គោលដៅទៅលើអ៊ីស្រាអែលនិងទីតាំងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកពោលគឺនៅក្នុងបណ្ដាប្រទេសឈូងសមុទ្រដែលបណ្ដាលឲ្យមានអ្នកស្លាប់ជាច្រើននាក់